បាទនេះគឺជាទេសភាពនៅខេត្តកោះកុងបងប្អូនបាទគឺនៅកោះស្ដេចបាទអញ្ចឹងនេះគឺជាតំបន់ទេសចរមួយដ៏មានភាពទាក់ទាញខ្លាំងបំផុតនៅក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជាដូច្នេះបើសិនជាភ្ញៀវទេសចរជាតិនិងអន្តរជាតិចង់មកកំសាន្តសប្បាយនៅក្នុងប្រទេសកម្ពុជាបាទសូមកុំភ្លេចបាទមកខេត្តកោះកុងហើយយើងមាននៅតំបន់ទេសចរជាច្រើនបាទនៅក្នុងនោះក៏មានកោះស្ដេចនេះក៏ស្ថិតនៅក្នុងតំបន់ទេសចរមួយដែលមានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិផងដែរអញ្ចឹងវីដេអូមួយនេះគឺសំខាន់បំផុតសម្រាប់ភ្ញៀវអន្តរជាតិបើសិនជាបងប្អូនណាដែលជា guide ឬក៏បងប្អូនណាដែលអាចស្ដាប់ភាសាខ្មែរបានបងប្អូនអាចអញ្ជើញមកទស្សនានៅខេត្តកោះកុងគឺកោះស្ដេចនេះដែលជាកោះមួយដែលមានទេសភាពស្រស់ស្អាតនិងមានការចំបន្ថែមមើលទៅខ្លួនទៀតខ្លាំងមែនទែនប៉ុន្តែអ្វីដែលសំខាន់នោះគឺថាងាយស្រួលនៅក្នុងការធ្វើដំណើរទៅដល់ដោយសារតែកោះនេះគឺនៅជាប់នៅជិតនឹងផ្លូវគោកបាទនៅចម្ងាយប្រហែលជា2-3 គីឡូពីផ្លូវគោកទេអញ្ចឹងយើងគ្រាន់តែជិះអូប័រជិះទូកឬក៏ជិះអ្វីមួយតែមួយផ្លែតរយៈពេលប្រហែលជា3 ទៅ 5 នាទីគឺយើងអាចទៅដល់ហើយបាទអញ្ចឹងគឺងាយស្រួលមែនទែនសម្រាប់ភ្ញៀវទេសចរធ្វើដំណើរពីផ្លូវគោកឆ្លងកាត់ទៅកាន់ផ្លូវទឹកហើយបន្ទាប់មកគឺទៅដល់កោះស្ដេចតែម្ដងអូឡើយហ្នឹងឡើយហ่าទស្សនវិជ្ជាផ្ទាល់នៅក្នុងកោះស្ដេចនេះបងប្អូនបានឃើញហើយគឺថាតើយើងទៅផ្ទះមកមិនរៀបចំបន្ថែមទៅផ្ទះទៅកន្លែងលេងដូចជាមិនចោលនៅអ្វីដែលជាធម្មជាតិនោះទេបាទអ្វីដែលជាធម្មជាតិក៏មាននិងអ្វីដែលកែច្នៃថ្មីក៏មានដែរហើយនៅទីនោះគឺមានកន្លែងលក់ម្ហូបអាហារមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ក៏ដូចជាសម្លៀកបំពាក់និងគ្រឿងឧបភោគបរិភោគជាច្រើននៅទីនោះអញ្ចឹងបងប្អូនមិនចាំបាច់ព្រួយបារម្ភនោះទេសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដែលអាចអញ្ជើញទៅដល់ទីនោះអាចស្នាក់នៅលើនោះផ្ទាល់តែម្ដងក៏បានឬក៏អាចត្រឡប់មកស្នាក់នៅលើដីគោកវិញក៏បានបាទព្រោះថាកន្លែងនោះគឺបានរៀបចំជាស្រេចនៅកន្លែងស្នាក់នៅក៏ដូចជាមាននៅម្ហូបអាហារព្រមទាំងការកំសាន្តផ្សេងៗនៅទីនោះមិនថាយប់មិនថាថ្ងៃទេគឺថាស័ក្តិសមសម្រាប់ភ្ញៀវទេសចរគ្រប់ប្រភេទតែម្ដងហើយអ្វីដែលកាន់តែលម្អិតនៅក្នុងនេះបើសិនជាបងប្អូនទៅដល់ផ្ទាល់បងប្អូននឹងទទួលបាននៅការស្រូបយកនៅខ្យល់អាកាសក៏ដូចជាការបានមើលនៅទិដ្ឋភាពដ៏ស្រស់ប្រណិតនៃសមុទ្រខ្មែរ